ปัจจุบันเม้นก้นขมายทั่วบ้านสาวปีกัมพูชีชนะเมได้นั่งเปลี่ยนชานปีกาประกวดคณะวิเชียนในสังหบุรีคลาวัดดัดประเทศดัตไตชอลตารางกัมพูแต่มาดองនៅក្នុង3កម្មវិធីហ្នឹងខ្ញុំទទួលបានមេដាយនេះក្នុងកម្មវិធីនីមួយៗខ្ញុំពិតជាមានមោទនភាពលើខ្លួនឯងហើយជឿជាក់ថាខ្ញុំនឹងទទួលលទ្ធផលល្អជាចុងក្រោយខ្ញុំសូមដាំទៅដល់មិត្តភក្តិទាំងអស់គ្នាដែលមានភាពក្លាហានហើយឲ្យចេះសាក់លបងប្រឡងប្រឹងប្រែងរៀនសូត្រអាចចាត់ទុកបានថាជាមោទនភាពជាខ្លាំងសម្រាប់ជាតិមាតុភូមិក្រោយពីសិស្សានុសិស្សជាច្រើនរូបពីកម្ពុជាទទួលបានជោគជ័យបានទាំងមេដាយនិងពានរង្វាន់នៅលើឆាកអន្តរជាតិនោះគឺជាការចូលរួមប្រកួតប្រជែងគណិតវិទ្យាលំដាប់ពិភពលោករបស់ប្រទេសសិង្ហបុរីគឺកម្មវិធីប្រកួតគណិតវិទ្យាអន្តរជាតិ Singapore International Mathematical Olympiad Challenge 2026 អ្វីដែលជាការចាប់អារម្មណ៍នោះក៏មានស្ថាបពីកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អខ្លាំងដោយវាត់ដាច់ប្រទេសដទៃប្រមាណ40ប្រទេសមកពីជុំវិញពិភពលោកមានទាំងឈរលើតារាងកម្ពុជាតែម្ដងក៏មានហើយមេដាយដែលសិស្សពីកម្ពុជាដណ្ដើមបានពីការប្រកួតមានសរុបរហូតដល់ទៅ240មេដាយក្នុងនោះមេដាយមាស65មេដាយប្រាក់72មេដាយសំរឹទ្ធ84និងជ័យលាភីកិត្តិយសចំនួន12អ្វីដែលពិសេសគឺសិស្សឆ្នាំពីកម្ពុជាក៏ដណ្ដើមបានពានរង្វាន់ធំរហូតដល់ទៅ7នេះបានបង្ហាញពីសមត្ថភាពចំណេះដឹងលើមុខវិជ្ជាគណិតវិទ្យារបស់សិស្សកម្ពុជាជាមួយសិស្សពីអន្តរជាតិសរុនវីរៈបុត្រវ័យ12ឆ្នាំជាសិស្សសាលាមេគុណនិងជាសិស្សថ្នាក់ទី7នៃសាលារៀនសវណ្ណភូមិសាខាស្ទឹងមានជ័យដែលបានចូលរួមប្រកួតក្នុងកម្មវិធីនេះទទួលបានពានរង្វាន់ Trophy Overall Runner Up 1មេដាយមាស1គឺកម្ពុជាតារាង Top 1តែម្ដងនៅលើមុខវិជ្ជា Math Olympiad Individual និងមេដាយសំរឹទ្ធលើមុខវិជ្ជា Math Master Mind Team Round ស្របតាមការតាំងចិត្តមុនពេលចេញដំណើរពីប្រទេសកម្ពុជាជាលើកទី2សិស្សរូបនេះបានសន្យាក្នុងការប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីទទួលបានជោគជ័យគូបញ្ជាក់ផងដែលថាការប្រកួតគណិតវិទ្យាសិង្ហបុរីវិផ្ដាច់ប្រវត្តិស៊ីមក2026នេះសិស្សានុសិស្សឆ្នាំកម្ពុជាមាន152នាក់បានឈ្នះមេដាយ221និងពាន7លើឆាកអន្តរជាតិក្រោមការប្រកួតប្រជែងជាមួយសិស្សពូកែជាង2287នាក់មកពី40ប្រទេសជុំវិញពិភពលោកនេះជាសមិទ្ធផលដ៏គួរឲ្យមោទនភាពដែលទទួលបានពីការប្រកួតគឺផ្លែផ្កានៃការខិតខំប្រឹងប្រែងរៀនសូត្រការតស៊ូនិងភាពក្លាហានក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិលើពីការឈ្នះមេដាយសិស្សកម្ពុជាបានបង្ហាញថាពួកគេមានសមត្ថភាពអាចឈរប្រកួតប្រជែងជាមួយសិស្សពូកែមកពីជុំវិញពិភពលោកបានដោយទំនុក